លោកម្ចាស់សៀវអរគុណច្រើនបាទ សៀវលីងជាឯងចាំមើលទៅលោកម្ចាស់ស្ថានភាពនៃការដេញថ្លៃគឺបែបនេះប៉ាតែងឲ្យឯងហេតុអីឯងមិនសប្បាយចិត្តទៅវិញអេប៉ា អាកូនអកតញ្ញូលុតជង្គង់ចុះ ហាក់ លុតជង្គង់ចុះលុតជង្គង់ចុះវត្ថុដេញថ្លៃតម្លៃរាប់លានឯងហ៊ានចាយ50លានធ្វើឲ្យតកូលសៀវអាម៉ាស់មុខខ្លាំងណាស់យល់ទេ ប៉ាសៀវឲ្យចកោស្រីខ្ញុំទិញអំណោយឲ្យនាងហើយចាយលុយច្រើនបន្តិចផ្ទះយើងក៏មិនខ្វះលុយដែរ ឯងនេះហ៊ានប្រកែកជាមួយនឹងយើងទៀតឯងដើម្បីតែកូនចិញ្ចឹមម្នាក់ហ៊ានធ្វើបាបកូនបង្កើតរបស់ខ្លួនឯងធ្វើនេះវាស័ក្តិសមជាឪគេទេណា លោកតាកុំខឹងលោកប៉ានិយាយថាលោកតាចូលចិត្តភាសានំល្ងលោកតាភាសាទៅភាសាឲ្យឡើងខឹងហើយ ទូពិតជាចេះគិតមែននៅតូចសោះក៏ចេះសំគួរចេញទៅលេងខាងក្រៅក៏នឹកឃើញលោកតាដែរពិតជាល្អណាស់ចៅលោកប៉ាឥឡូវនេះខ្ញុំជាសះស្បើយហើយគួរតែអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញឆ្លៀតពេលរលុយសម្រាប់ទូចាយខ្លះមិននឹកស្មានសោះឯងស្ងាត់ស្ងៀម5ឆ្នាំមកហើយនៅតែមានចិត្តចង់ទៅមុខមើលទៅទូពិតជាផ្កាយសំណាងនៃតកូលសៀវមែនត្រូវហើយគម្រោងសហការជាមួយនឹងក្រុមហ៊ុនសុងជាងឯងទទួលខុសត្រូវ ប៉ារឿងក្រុមហ៊ុនខ្ញុំអាចដោះស្រាយខ្លួនឯងបានម្យ៉ាងវិញទៀតរឿងគម្រោងក្រុមហ៊ុនសុងជាខ្ញុំបានតាមដានជាកន្លះឆ្នាំហើយមិនក៏បកគលឲ្យគេទៅវិញ ហេតុអីព្រោះតែឯងនេះកន្លះឆ្នាំហើយនៅតែមិនអាចសម្រេចគម្រោងនេះបាន លោកប៉ាគម្រោងនេះតម្លៃទីផ្សារ480លានការងារច្រើនណាស់ម្យ៉ាងទៀតប្រធានសង្ជាមនុស្សពិបាកដោះស្រាយលោកប៉ាកុំលំអៀងទៅប្អូនទី2ហើយមើលអត់ឃើញការខំប្រឹងរបស់ឈីមីងបែបនេះ យើងបានសម្រេចហើយ ប៉ាអរគុណបងប្រុសដែលប្រគល់គម្រោងមកឲ្យខ្ញុំណា ឯងគិតថាគម្រោងងាយស្រួលយកមែនទេ បងប្រុសគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាងបាត់បង់ទំនុកចិត្តពីលោកប៉ាហើយតំណែងអ្នកស្នងមរតកនៅតែចង់អង្គុយទៀតមែនទេ លោកប៉ាយើងទៅណា យើងទៅមន្ទីរពេទ្យជួបជាមួយនឹងមីងម្នាក់ប៉ាមានកិច្ចសហការសំខាន់មួយជាមួយគាត់ លោកម្ចាស់ទី2នេះគឺជាឯកសារស៊ើបអង្កេតរបស់ក្រុមហ៊ុនជាងក្នុងកំឡុងពេលលោកស្រីសុងរងចាំសម្រាប់កូនកិច្ចការនៅក្នុងក្រុមហ៊ុនទាំងអស់ត្រូវបានប្តីរបស់គាត់ឈិនស៊ឺមីគឺជាអ្នកសម្រេចកន្លះឆ្នាំមកនេះលោកសាបានចំណាយពេលវេលាជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយលោកឈិនស៊ឺមី ទៅមើលស្ថានភាពសិន អូលោកសៀវលោកកុំបារម្ភអីឥឡូវនេះក្រុមហ៊ុនសុងជាងនិងប្រពន្ធរបស់ខ្ញុំសិតតែស្ដាប់តាមខ្ញុំដរាបណាខ្ញុំនៅស៊ីវលីនជាកុំគិតថាទទួលបានកិច្ចសហការបាទលោកស្រីសុងខានជួបគ្នាយូរហើយ ខ្ញុំឆ្ងល់ដែរហេតុអីលោកម្ចាស់ធំប្រគល់ការងារឲ្យលោកម្ចាស់ទី2ជំងឺលោកជាហើយហើយក្មេងនេះគេ នាងជាកូនស្រីរបស់ខ្ញុំឈ្មោះទូទូ សួស្ដីអ្នកមីងសឹងកូនក្នុងពោះរបស់អ្នកមីងសុខភាពល្អណាស់ ពពុះសម្លាញ់បងមកហើយនេះគឺជាលោកម្ចាស់ទី2តកោសៀវមែនទេពពុះរបស់ខ្ញុំជិតដល់ថ្ងៃហើយមិនអាចបារម្ភមិនអាចនឿយហត់រឿងការងារចាំសម្រាប់ក៏រួចចាំនិយាយទៀតដរាបណាខ្ញុំនៅឯមួយជីវិតនេះកុំគិតថាចរចាការងារបានឲ្យសោះ ខ្ញុំមកថ្ងៃនេះគ្រាន់តែជូនពរលោកស្រីសុងឲ្យសម្រាប់កូនដោយសុវត្ថិភាពមិននិយាយរឿងចំនួនទេ លោកស្រីដល់ពេលចាក់ថ្នាំហើយ ពពុះសម្លាញ់បងសុំទោសគឺបងខ្លាចឈឺទើបបានជាបងមិនបានកាត់បំពង់មេជីវិតនៅពេលនោះបើមិនចឹងវាក៏គ្មានរឿងចៃដន្យកាត់ឡើងធ្វើឲ្យអូនមានទម្ងន់នៅក្នុងអាយុ40ឆ្នាំដែរថែមទាំងការជំងឺទឹកនោមផ្អែមទៀតរាល់ពេលចាក់ថ្នាំតែងតែធ្វើឲ្យអូនប្រតិកម្មអូនឈឺស្ទើរស្លាប់ស្ទើររស់តែអូនកុំបារម្ភបងនឹងដាក់ទោសខ្លួនឯងចាក់មកចុះ ពពុះសម្លាញ់ត្រមបន្តិចណាពី3ថ្ងៃអូននឹងរួចផុតពីការជិះចាប់ហើយ អ្នកមីងទៅផ្លុំឲ្យអ្នកមីងមិនឈឺវាដូចជាអត់ឈឺមែនហើយ
លោកស្រីសុងមិនដឹងទេទូទូគឺជាផ្កាយសំណាងពាក្យសម្ដីរបស់ទូទូគឺតែងតែពិត ពពោះសម្លាញ់អូននឹងសម្រាប់ឲ្យបានល្អបងទៅបងលុយសិន ទៅចុះលោកស្រីខ្ញុំទៅដាំទឹកជូនលោកស្រីសិន ហើយជាអូនចាប់មកផង បងចេះតែឲ្យអូនចាំបើមិនមែនកូនប្រុសយើងមានជំងឺអាឡាស៊ីយ៉ាត្រូវការឈាមតងផ្សិតមកព្យាបាលទេអូនពិតជាមិនមើលថែនាងទេស្រីចាស់នោះអាយុ40ឆ្នាំហើយគេនៅតែគិតថាខ្លួនឯងនៅក្មេងជាកូនអ្នកមានទៀតមួយថ្ងៃចេះតែឲ្យអូនដាំតែដាំទឹកនៅឲ្យអូនលៀងជើងឲ្យគេទៀត អូម៉មបងនឹងថាអូនពិបាកចិត្ត10ខែមកនេះបងបានគ្រប់គ្រងក្រុមហ៊ុនជាទាំងមូលហើយដល់រាប់ណាប្រើឈាមទៅផ្សិតរបស់ចុងជីនរួចបងនឹងបងនឹងចោលភ្លាមនឹងឲ្យអូនធ្វើជាម្ចាស់ស្រីរបស់ក្រុមហ៊ុនសងជាងភ្លាមបងគួរឲ្យធុញហេអូកូនយើងទៅណាហើយអ្នកមីងសឹងប្រយ័ត្នក្តាំង ទូទូកូននៅជាមួយនឹងមីងសុងមួយផ្លែតទៅបានទៅនិយាយទូរស័ព្ទមួយផ្លែតណា ឆាប់ត្រឡប់មកវិញទូគួរឲ្យស្រឡាញ់បើមីងបានកូនស្រីហើយគួរឲ្យស្រឡាញ់ដូចជាទូមិនដឹងជាល្អយ៉ាងណាទេអ្នកមីងអំណងអ្នកមីងខ្លាចជាការពិតហើយកូនក្នុងពោះអ្នកមីងគឺប្អូនស្រីពិតមែនទេចានេះជាអីទេខ្ញុំចង់ផឹកអញជាកូនអ្នកណាឲ្យខ្ញុំផឹកមកកុំឲ្យខ្ញុំហៅប៉ាខ្ញុំមកវាយពួកឯងពេលសម្រាប់ឲ្យកូនក្នុងពោះរបស់អ្នកមីងផឹកឯងមិនអាចផឹកបានទេឯងញ៉ាំស្ករសណ្តែកដីនេះទេខ្ញុំស្រេកខ្ញុំចង់ហត់ស៊ុបឯងញ៉ាំស្ករសណ្តែកដីហើយមិនអាចឆក់ស៊ុបអ្នកមីងយកទៅទេឲ្យមកខ្ញុំអេឲ្យមក